សម្រាប់មួយមុខនេះពីយើងធ្វើឲ្យមានក្លិនឡើងឈ្ងុយបើនិយាយពីរសជាតិវិញបាញ់និយាយទាំងបងណយគឺថាមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំបានខ្ចង់ឆាបើម្ទេសនៅបងប្អូនដោយសារតែថ្ងៃនេះនឹងឯងគឺបងស្រីគាត់មកពីធ្វើការគាត់បានចូលផ្សារទៅគាត់ឃើញគេលក់ខ្ចង់ស្រែនៅបងប្អូននៅគឺថាល្អមែនទែនបើនិយាយពីសាច់គេវិញគឺថាណែនពេញសបកតែម្ដងចាប៉ះខែភ្លីចេះខ្ចង់ខ្ចៅក្តាមអីគឺថាមានលក់ពេញទីផ្សារតែម្ដងបងប្អូនបើនិយាយពីតម្លៃវាធូរថ្លៃមែនទែនខ្ចង់នេះ1គីឡូតែ 4,000 រៀលទេណាបងប្អូនចាសម្រាប់ខ្ចង់នេះផងដែរមុននឹងយកទៅធ្វើម្ហូបអីគឺយើងត្រូវយកទៅត្រាំជាមួយម្ទេសឬមួយក៏ទឹកអង្ករអីក៏បានដែរបងប្អូនដើម្បីឲ្យខ្ចង់ខ្ជាក់ដីខ្ជាក់ផុកខ្ជាក់ស្លែអីអស់ណាបងប្អូនជាស្ដែងដូចរបស់ខ្ញុំនេះខ្ញុំត្រាំចោលប្រហែលជារយៈពេល1ម៉ោងកន្លងបងប្អូនគឺថាជ្រះដីល្អមែនទែនហើយបន្តមកទៀតគឺយើងយកខ្ចង់ទាំងអស់នោះទៅលាងទឹកបងប្អូនលាងទឹកជាមួយទឹកធម្មតាច្រើនទឹកតិចទៅដើម្បីឲ្យខ្ចង់របស់យើងគឺកាន់តែជ្រះបានល្អដូចរបស់ខ្ញុំចេះគឺថាជ្រះល្អមែនទែនបងប្អូនហើយជាស្ដែងដូចដុសច្រាស់ចាហើយបន្តមកទៀតនេះគឺយើងទៅមើលគ្រឿងផ្សំដើម្បីយកទៅដាក់ស្ងោរជាមួយខ្ចង់ហើយគ្រឿងខ្មែរយើងនេះបងប្អូនហើយមានអីគេមានដីលក្រីលក្រួយនិងលតើយហើយចុងក្រោយគឺខ្ញុំមានម្ទេសរាងច្រើនគួរសមដែរបងប្អូនចាសម្រាប់ខ្ចង់នេះផងដែរមុននឹងយកទៅឆាគឺខ្ញុំយកទៅស្ងោរអប់ជាមួយគ្រឿងខ្មែររបស់យើងណាបងប្អូនចាគឺខ្ញុំស្ងោរឲ្យឆ្អិនជាមុនសិនបានខ្ញុំយកទៅឆាហើយបន្តមកទៀតខ្ញុំមានដាក់ម្សៅរ៉ូឌីណាបងប្អូនចំនួនកន្លះស្លាបព្រាបាយផងដែរដើម្បីឲ្យខ្ចង់របស់យើងគឺកាន់តែមានជាតិតើមកគឺយើងយកគម្របគ្របមួយបងប្អូនដើម្បីស្ងោរផ្ងំចោលទាល់តែសាច់ខ្ចង់របស់យើងនឹងឡើងឆ្អិនណាចាហើយបន្តមកទៀតកុំឲ្យខាតពេលយើងក៏ចាប់ផ្ដើមរៀបចំធ្វើគ្រឿងក្រៅដើម្បីយកទៅទុកឆាខ្ចង់ណាបងប្អូនចាសម្រាប់គ្រឿងក្រៅយកទៅដាក់ឆាខ្ចង់គឺមានស្លឹកគ្រៃចាស្លឹកគ្រៃគឺខ្ញុំហាន់ជាបច្ឆិតវែងនេះមកណាបងប្អូនហើយបន្តមកទៀតគឺមានស្លឹកក្រូចចំណែកស្លឹកក្រូចនេះគឺយើងបេះយកផ្នែកតំណុងកណ្ដាលចេញបងប្អូនហើយបន្តមកទៀតនេះគឺខ្ញុំមានក្រូចឆ្មាទុកយកទៅធ្វើទឹកម្រេចហើយចុងក្រោយគឺខ្ញុំមានម្ទេសបងប្អូនសម្រាប់ម្ទេសនេះផងដែរគឺបងប្អូនដាក់តាមការចូលចិត្តសម្រាប់ខ្ញុំគឺខ្ញុំយករសជាតិហឹរមកល្មមដែរបងប្អូនចាបើសិនបងប្អូនមិនសូវចេះហឹរដូចខ្ញុំទេបងប្អូនអាចប្រើម្ទេសម៉ាឡេជំនួសម្ទេសទុំហឹររបស់យើងបានបន្ទាប់ពីយើងរៀបចំគ្រឿងក្រៅសម្រាប់ទុកឆារួចហើយយើងចាប់ផ្ដើមធ្វើទឹកម្រេចឲ្យហើយបដ ாய்ទៅបងប្អូនដល់ពេលយើងឆាខ្ចង់រួចគឺយើងបានញ៉ាំតែម្ដងចាសម្រាប់ការធ្វើទឹកម្រេចនេះផងបងប្អូនគឺងាយស្រួលមែនទែនបងប្អូនណាក៏ចេះធ្វើដែរចាគឺយើងដាក់ម្សៅម្រេចមានអំបិលមានម្សៅស៊ុបខ្នុរមានស្ករមានក្រូចឆ្មាហើយមានខ្ទឹមច្រាំបងប្អូនហើយចុងក្រោយគឺខ្ញុំដាក់ទឹកធម្មតាស្លាបព្រាបាយហើយបើសិនជាបងប្អូនចូលចិត្តហើអីគឺយើងដាក់ម្ទេសអីតិចតួចទៀតមកណាហើយចុងក្រោយគឺខ្ញុំដាក់ជ្រក់ខ្ទឹមមកបងប្អូនដោយសារតែជ្រក់ខ្ទឹមនេះគឺខ្ញុំធ្វើញ៉ាំជាមួយពងទាកូនថ្ងៃមុននៅសល់ដូច្នេះខ្ញុំដាក់ប្រហែលតែម្ដងអញ្ចឹងណាចាសម្រាប់រសជាតិវិញគឺយើងយករសជាតិឲ្យរៀងដិតតិចទៅបងប្អូនដោយសារតែខ្ចង់ស្ងោររបស់យើងគឺសាបដែរចំណែកឯការស្ងោរខ្ចង់នេះគឺបងប្អូនត្រូវបើកមើលផងដែរដើម្បីយើងយកវែកបានកូរត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យខ្ចង់របស់យើងនេះគឺឆ្អិនសព្វសាច់បានល្អណាបងប្អូនហើយមើលចោះក្រិនតែបើកគម្របឆ្នាំងភ្លាមគឺថាមានក្លិនឈ្ងុយអាគ្រឿងខ្មែររបស់យើងណាបងប្អូនគឺថាមានក្លិនឈ្ងុយឆ្ងាប់ខ្លាំងតែម្ដងបងប្អូនគឺថាឈ្ងុយនោះឈ្ងុយបន្ទាប់មកយើងឃើញថាខ្ចង់យើងគឺអត់ទាន់ឆ្អិនល្អទេបងប្អូនដូច្នេះខ្ញុំក៏បន្តការស្ងោរតើតែខ្ចង់របស់យើងគឺឆ្អិនបានល្អណាបងប្អូនចាហើយបន្ទាប់មកយើងធ្វើការបុកម្ទេសបុកខ្ទឹមឲ្យហើយទៅបងប្អូនព្រោះខ្ចង់យើងក៏ជិតឆ្អិនហើយដែរណាចាសម្រាប់ខ្ទឹមម្ទេសគឺខ្ញុំដាក់ឲ្យច្រើនតិចដែរដោយសារតែខ្ចង់យើងនេះគឺច្រើនដែរបងប្អូនចាបើនិយាយពីរសជាតិហឹរវិញបើសិនជាបងប្អូនមិនសូវចេះហឹរទេយើងអាចបន្ថែមបន្ថយម្ទេសតាមការចូលចិត្តរបស់បងប្អូនបានចាហើយបន្ទាប់ពីបុកខ្ទឹមម្ទេសរួចយើងងាកមកមើលខ្ចង់របស់យើងណាបងប្អូនគឺឆ្អិនល្អមែនទែនដូច្នេះហើយគឺយើងចាប់ផ្ដើមដួសដាក់កញ្ច្រែងមួយមកដើម្បីសម្រស់ទឹកឲ្យស្រស់ល្អហើយយើងចាប់ផ្ដើមរើសយកតាខ្ចង់បានហើយបងប្អូនដើម្បីយកទៅឆាចាហើយការឆាខ្ចង់របស់ខ្ញុំថ្ងៃនេះផងដែរគឺខ្ញុំឆាជាមួយប៊ឺណាបងប្អូនយើងដាក់ខ្ទះក្តៅយើងដាក់ប៊ឺជិត1ស្លាបព្រាបាយចូលយើងមើលទៅឃើញថាប៊ឺរលាយបានល្អហើយខ្ញុំដាក់ស្ករត្នោតណាបងប្អូនជិត1ស្លាបព្រាបាយចូលបន្ទាប់មកយើងឆាប៊ឺជាមួយស្ករត្នោតណាបងប្អូនឲ្យមានក្លិនឈ្ងុយឆ្ងប់បន្តិចមកចាំយើងដាក់គ្រឿងក្រៅដែលយើងបានបុកមិញចូលមានជាខ្ទឹមនិងម្ទេសចាគឺយើងក៏ឆាខ្ទឹមម្ទេសបងប្អូនឲ្យមានក្លិនឆេះឈួលឈ្ងុយឆ្ងប់បន្តិចហើយបាត់ត្បាល់ដែលបន្លាបងប្អូនយើងដាក់ទឹកកលែងបន្តិចមកដើម្បីដាក់ឆាជាមួយចាហើយបន្ទាប់មកទៀតគឺយើងដាក់គ្រឿងទេសចូលមានម្សៅស៊ុបខ្នុរមានអំបិលមានទឹកត្រីហើយក៏មានប្រេងខ្យងបងប្អូនរសជាតិគឺយើងដាក់តាមការចូលចិត្តមកណាចាយើងឆាគ្រឿងក្រៅឲ្យយើងឲ្យមានក្លិនឈ្ងុយឆ្ងប់ឆេះឈួលឆ្លងមុនដល់20ភូមិទៅបន្ទាប់មកយើងចាក់ខ្យងចូលទៅបងប្អូនហើយនៅពេលយើងចាក់ខ្យងចូលហើយយើងឆា3 4 5ត្រឡប់ទៅដើម្បីខ្យងនឹងគឺចូលជាតិជាមួយគ្រឿងក្រៅរបស់យើងបានល្អចាហើយចុងក្រោយយើងមើលថាខ្យងយើងគឺជិតឆ្អិនហើយយើងចាប់ផ្ដើមចាក់ស្លឹកគ្រៃស្លឹកក្រូចចូលព្រក់ដល់ម្ដងបងប្អូនហើយតែប៉ុណ្ណេះមកគឺថាធ្វើឲ្យខ្យងរបស់យើងគឺកាន់តែមានក្លិនឈ្ងុយចេញមកគឺក្លិនឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនចានៅពេលយើងចាក់ស្លឹកគ្រៃស្លឹកក្រូចរួចហើយយើងឆាតែមួយត្រឡប់ពីរមកយើងអាចដួសដាក់ចានបានហើយបងប្អូននិយាយពីរសជាតិវិញបងប្អូនគឺថាមកល្មមមកឆ្ងាញ់រសជាតិឆ្ងាញ់ស្លាប់កប់សេរីតែម្ដងបងប្
អូនបើនិយាយពីរសជាតិវិញបងប្អូនអើយគឺថាមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងជាពិសេសយើងបានជ្រលក់ជាមួយទឹកម្រេចហើយបានដាក់ជ្រក់ខ្ទឹមម្ចេះទៀតបងប្អូនអើយគឺថាចាប់ជាតិគ្នាខ្លាំងមែនទែនជាពិសេសសាច់ខ្យងឡើងផ្អែមមានជាតិណាបងប្អូនហើយជាពិសេសគឺឈ្ងុយចាញ់ពីលក្រៃលក្រូចអូយបងប្អូនអើយគឺថាឆ្ងាញ់ខ្លាំងតែម្ដងញ៉ាំមកគឺជក់មាត់ជក់កមែនទែនបងប្អូន1គីឡូនេះគឺញ៉ាំតែឯងណាបើសិនជាបងប្អូនចង់ទៅរត់ទិញញ៉ាំអីគឺអត់ពិបាកចំណាំទេបងប្អូនអាចមើលរូបដូចរបស់ខ្ញុំខ្យងស្រែគឺស្រួលចំណាំទេបងប្អូនទៅរត់ទិញតាមទីផ្សារគឺខ្យងដែលមានវិនឆ្វែលជុំវិញណាបងប្អូនគឺវិនខ្សែឆ្វែលជុំវិញខ្យងអានឹងឯងគឺខ្យងស្រែបងប្អូនចាគឺខ្យងស្រែចំពិត100%ទាំងម្ដងរើដំក្លឹបតែទិញគេញ៉ាំបងប្អូនអើយថ្ងៃនេះដូរទម្លាប់មកធ្វើញ៉ាំខ្លួនឯងនិយាយពីរសជាតិវិញគឺដាក់តាមបេះដូងគឺថាឆ្ងាញ់មែនទែនបងប្អូនអើយចាហើយការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណេះសូមអរគុណច្រើនបងប្អូនជម្រាបលានិងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសូមសុខសប្បាយទាំងអស់គ្នា